ប្រវត្តិប្រាសាទបាក់សីចាំក្រុងសិលាចារឹកនៅប្រាសាទបាក់សីចាំក្រុងបានផ្ដល់ព័ត៌មានគួរជាទីចាប់អារម្មណ៍ក្រៃលែងព្រោះមាននិទានអំពីការផ្សារភ្ជាប់រវាងរាជវង្សសមវង្សគឺរាជវង្សនៅនគរភ្នំជាមួយរាជវង្សសូរវង្សជារាជវង្សនៅនគរចេនឡាព្រមទាំងដើមកំណើតនៃឈ្មោះនៃប្រទេសកម្ពុជាផងដែរប្រាសាទបាក់សីចាំក្រុងត្រូវបានកសាងឡើងដំបូងក្នុងរាជរបស់ព្រះបាទហសវរ្ម័នទី1ឬហសវរ្ម័នទី1នៅឆ្នាំ910ដល់ឆ្នាំ922ដែលព្រះអង្គគឺជាព្រះរាជបុត្រមួយអង្គក្នុងចំណោមព្រះរាជបុត្ររបស់ព្រះបាទយសោវរ្ម័នទី1ឬយសោវរ្ម័នទី1នៅឆ្នាំ889ដល់ឆ្នាំ910ព្រះបាទយសោវរ្ម័នទី1ជាក្សត្រដែលបានផ្លាស់រាជធានីពីហរិហរាល័យតំបន់រលួសមកកាន់យសោធពរៈគឺតំបន់អង្គរនិងបានកសាងប្រាសាទភ្នំបាក់ខែងសម្រាប់ជាប្រាសាទរាជរបស់ទ្រង់នៅពេលព្រះបាទយសោវរ្ម័នទី1សោយទីមង្គតទៅនៅឆ្នាំ910នោះព្រះបាទហសវរ្ម័នទី10ក៏បានឡើងសោយរាជបន្តពីទ្រង់នៅចុងរជ្ជកាលពលគឺនៅឆ្នាំ921ព្រះអង្គបានបញ្ជាឲ្យគេកសាងប្រាសាទបាក់សីចាំក្រុងប្រវត្តិវិទូមីហ្សេត្រាណេបានឲ្យដឹងថាការចំនួនកសាងដំបូងនោះប្រាសាទបាក់សីចាំក្រុងពុំទាន់មានសិលាចារឹកអ្វីឡើយលុះដល់រាជរបស់ព្រះបាទរាជេន្ទ្រវរ្ម័នទី2ឬជេន្ទ្រាំវរ្ម័នទី2នៅឆ្នាំ944ដល់ឆ្នាំ968ព្រះអង្គក៏បានផ្លាស់រាជធានីពីលង្កបុរៈគឺនៅតំបន់ប្រាសាទកោះកេរមកតាំងនៅយសោធពរៈគឺតំបន់អង្គរវិញទើបព្រះអង្គឲ្យគេចារឹកកាព្យសំស្ក្រឹតនៅលើមេទ្វារដូចឃើញសពថ្ងៃនេះបានន័យថាប្រាសាទបាក់សីចាំក្រុងត្រូវបានបញ្ចប់ការកសាងក្នុងរាជរបស់ព្រះបាទរាជេន្ទ្រវរ្ម័នទី2លោកមីហ្សេត្រាណេបានបន្តថានៅផ្ទាំងមេទ្វារខាងឆ្វេងនិងស្ដាំនៃប្រាសាទគេឃើញមានសិលាចារឹករៀបរាប់អំពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រជាចរន្តវប្បធម៌នាសម័យបុរាណសារៈសំខាន់នៃផ្ទាំងសិលាចារឹកទាំងពីរនេះគឺការបញ្ជាក់អំពីការភ្ជាប់សន្តតិវង្សនគរចេនឡានិងសន្តតិវង្សនគរភ្នំពលគឺរវាងសូរវង្សនិងសមវង្សដោយហេតុថាសន្តតិវង្សទាំងពីរគឺសុទ្ធសឹងតែជាពូជពងវង្សត្រកូលពីឥសីកម្ពុជាទាំងអស់ប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជាយើងគឺរាជវង្សានុវង្សចេនឡាដំបូងបង្អស់មានដើមកំណើតចេញពីឥសីកម្ពុជាស្វយ័មភៈឥសីដែលកើតដោយខ្លួនឯងនិងនាងទេពអប្សរមេរាដែលជាព្រះរាជអំណោយរបស់ព្រះឥស្វរៈឬព្រះឥសូរឬព្រះសិវៈព្រះឥសូរជប់នាងទេពអប្សរនេះឡើងដើម្បីបរិយាទានឲ្យឥសីកម្ពុជាបានធ្វើជាមហេសីដូច្នេះពាក្យថាកម្ពុជាឬកម្ពុជាឬកម្ពុជាដែលជាឈ្មោះរបស់ប្រទេសកម្ពុជាបច្ចុប្បន្នគឺមានប្រភពចេញពីទេវកថានេះឯងនៅក្នុងសិលាចារឹកក៏បានឲ្យដឹងទៀតថាព្រះមហាក្សត្រដំបូងនៃសន្តតិវង្សចេនឡាគឺព្រះបាទសុត្រវរ្ម័នឬគុត្រាប់វរ្ម័នព្រះអង្គមានព្រះរាជបុត្រព្រះនាមស្រេថ្វវរ្ម័នឬក្រេថ្វាំវរ្ម័នដែលបានកសាងទីក្រុងស្រេថ្វបុរៈឬកុរកក្សត្រនៅតំបន់វត្តភូក្នុងប្រទេសឡាវសព្វថ្ងៃក្រៅពីបញ្ហាសន្តតិវង្សព្រះរាជាខ្មែរដែលសោយរាជក្នុងសម័យបុរាណយើងក៏បានដឹងព័ត៌មានស្ដីអំពីនយោបាយដែលមានលក្ខណៈជាប្រវត្តិសាស្ត្រគឺនគរចេនឡាបានរំដោះអ្នកចេនឡាឲ្យផុតពីច្រវាក់សួយសាអាកពលគឺការរំដោះខ្លួនចេញពីការត្រួតត្រារបស់អាណាចក្រភ្នំគូជំរាបដែរថាប្រាសាទបាក់សីចាំក្រុងស្ថិតនៅកណ្ដាលព្រៃស្រោងខាងឆ្វេងផ្លូវនិងខាងជើងភ្នំបាក់ខែងប្រហែល150ម៉ែត្រមានកាំជណ្ដើរស្ថាបនាដោយថ្មបាយក្រៀមនិងឥដ្ឋពណ៌ក្រហមនៅម្ដុំប្រាសាទនេះក៏មានប្រាសាទតូចៗមួយចំនួនទៀតកសាងអំពីឥដ្ឋដែលខ្លះបាំងបាត់ដោយរុក្ខជាតិប្រាសាទបាក់សីចាំក្រុងមានរាងជាសជី5ថ្នាក់គិតទាំងជាន់នៅក្រោមប្រាង្គប្រាសាទដែលធ្វើពីឥដ្ឋបែរមុខទៅទិសខាងកើតប្រាសាទបាក់សីចាំក្រុងគឺជាប្រាសាទដែលមានរូបរាងតូចច្រឡឹងមួយនិងមានខឿន3ថ្នាក់សាងឡើងរវាងដើមសតវត្សទី10ក្រោយពេលដែលប្រាសាទភ្នំបាក់ខែងកសាងរួចតួប្រាសាទនេះប្រើប្រាស់ដោយឥដ្ឋ
ដោយមិនប្រើប្រាស់កំបោរបាយអដើម្បីភ្ជាប់ឥដ្ឋនោះទេគេដាក់បន្ទប់ពីលើផ្ទៃគ្រឹះឲ្យឃើញកែមបន្តិចតួប្រាសាទនេះមួយជ្រុងប្រវែង8ម៉ែត្រសង់បែរមុខទៅទិសខាងកើតហើយមានទ្វារបញ្ឆោត3ដែលមានសសរនិងផ្តែរសង់អំពីថ្មភក់ដែលមានឆ្លាក់ក្បាច់ផ្កាយ៉ាងល្អប្រណិតជាពិសេសទៅទៀតនោះក្បាច់ដែលនៅខាងលើផ្តែរទិសខាងកើតមានឆ្លាក់រូបព្រះគនិស្វរៈមានប្រម៉ោយវែងដូចរូបដែលគេឃើញនៅប្រាសាទមេបុណ្យខាងកើតនៅចំកណ្ដាលប្រាង្គប្រាសាទនៅទិសខាងកើតមានផ្តែរឆ្លាក់ជារូបព្រះឥន្ទគង់នៅលើដំរីក្បាល3និងមានរូបមនុស្សតូចអមសងខាងផងនៅខាងក្រៅមានឆ្លាក់ជាក្បាច់ផ្កាផ្សេងព្រមទាំងមានទេពមានលាបពណ៌ខ្លះផងដើម្បីកុំឲ្យឆាប់ខូចក្បាច់នៅកណ្ដាលប្រាង្គមានគេចាក់ដីកម្រាស់1ម៉ែត្រហើយមានព្រះពុទ្ធរូបបរិនិព្វានរូបព្រះពុទ្ធនេះត្រូវបានគេកសាងនៅសម័យក្រោយៗតាមសិលាចារឹកនៅប្រាសាទបក្សីចាំក្រុងបានសរសើរពីស្នាមព្រះហស្ថរបស់ព្រះបាទហសវរ្ម័នទី1ដែលទ្រង់ពូកែក្នុងការប្រយុទ្ធដោយដាវពោពេញដោយជ័យជំនះនិងទ្រង់តែងតែតឹងរឹងនៅក្នុងការគង់សមាធិទ្រង់យកចិត្តទុកដាក់ក្នុងការយកអាសាអ្នកដទៃដោយត្រឹមត្រូវក្នុងវិរភាពសិលាចារឹកនៅតាមជើងសសរខ្លងទ្វាររៀបរាប់ពីរជ្ជកាលរបស់ព្រះបាទរាជេន្ទ្រវរ្ម័នព្រមទាំងអធិប្បាយបញ្ជាក់ពីស្ថានភាពនៃការកសាងប្រាសាទនៅឆ្នាំ947នៃគ្រិស្តសករាជនិងមួយកន្លែងទៀតមានរូបសំណាកព្រះវិស្ណុមួយអង្គបិទដោយមាសនៅក្នុងប្រាសាទនេះតាំងពីជំនាន់នោះ